ដល់75ហើយគេរៀបចំថាកកម្រិតខ្ពស់ហើយគេធ្វើបាយរួមចរានបាយរួមគាត់គិតថាធ្វើយ៉ាងនេះវានាំឲ្យសហគមន៍នេះវាទៅជាឧបករណ៍មួយខាងរដ្ឋអំណាចដើម្បីប្រមូលមនុស្សជាកម្លាំងមនុស្សជាកម្លាំងសម្ភារៈជាកម្លាំងមនោគមវិជ្ជានៃថាស្រួលអប់រំគ្នាដូច្នេះវាខ្លាំងដីវាទៅជាដីរបស់ប្រជាជនទាំងមូលមិនមែនដីរបស់ឯកជនតាមស្រែមកពោកពីពោកទៀតទេដូច្នេះចង់ធ្វើទំនប់ប៉ុណ្ណាកន្លែងណាដែលបានធ្វើទំនប់ធំបានគឺធ្វើទំនប់ធំបានអត់មានស្អីដែលទឹះនឹងស្រែមកពោកពីពោកអីនឹងទៀតទេអានេះហើយដែលគាត់ថាសហគមន៍កម្រិតខ្ពស់វានាំឲ្យបដិវត្តកម្ពុជាខ្លាំងជាងបដិវត្តចិនបដិវត្តកូរ៉េបដិវត្តវៀតណាមលឿនជាង30ឆ្នាំឲ្យជាតួលេខអញ្ចឹងនេះហើយន័យថាបើអញ្ចឹងវាលឿនវារត់លឿនវៀតណាមដេញធនឯងបើអញ្ចឹងកសាងប្រទេសបានលឿនទី1ដោះស្រាយបញ្ហាស្បៀងនេះវាបានលឿនហើយហូបបានបាយហូបគ្រប់គ្រាន់នេះវាបានលឿនប៉ុន្តែតទៅទៀតដោះស្រាយឲ្យមានស្រូវយកទៅលក់ហើយបានរូបិយប័ណ្ណជាទុនកសាងប្រទេសក៏បានលឿននេះក្នុងន័យថាឈានទៅរៀបចំកាសឧស្សាហកម្មជាជំនាញដូច្នេះដោះស្រាយឲ្យកម្ពុជាប្រែប្រួលទៅជាជនបទទំនើបស្រោចស្រពស្រែបានពាសពេញប្រទេសធ្វើស្រែបាន2ឬ3ដងមួយឆ្នាំបង្កើនទិន្នផលស្រូវហើយមានបាយហូបគ្រប់គ្រាន់ហើយសល់ដើម្បីទិញរោងចក្រមកកសាងប្រទេសទៅជាឧស្សាហកម្មជាជំនាញប៉ុន្តែដើម្បីទៅដល់ទិសដៅហ្នឹងតើបង្ខំសិនដំបូងតើបង្ខំសិនឲ្យចូលសហគមន៍ឲ្យធ្វើសហគមន៍តាមសមត្ថចិត្តគ្មានណាចូលទេសូម្បីតែពីពួកសហគមន៍កម្រិតខ្ពស់នេះសូម្បីតែកសិករក្រក៏មិនទទួលដែរពីព្រោះធ្វើហើយឲ្យបានផលឲ្យខ្លួនឯងគឺទៅបើកអង្គហូបពីគេដដែលដូចជាតើតែបង្ខំទៅអារឿងបង្ខំនឹងរឿងអីនឹងហើយដែលវានាំឲ្យមានការប៉ះពាល់ដល់កសិករស្រូវត្រង់ខ្លះដែរក្នុងរឿងហ្នឹងប៉ុន្តែត្រូវយ៉ាងជាបំផុតទេប៉ុន្តែសំខាន់បញ្ហាវាត្រង់នៅត្រង់ថាគ្មានកម្មាភិបាលដើម្បីពន្យល់ហេតុម៉េចបានទៅធ្វើសហគមន៍យកដីយកធ្លីអីទាំងអស់គ្នាមកដាក់រួមទាំងអស់គ្នាអញ្ចឹងបើគ្មានកម្មាភិបាលដើម្បីពន្យល់ឲ្យម៉ត់ចត់ឲ្យត្រឹមត្រូវដើម្បីគេយល់ទិសដៅរបស់យើង
សូមបីតែកម្មបាលក្នុងបាក់នឹងក៏មិនទាន់មានពេលបញ្យល់មកភើមកតែព្រឹបឡើងលឿនជាងចិនទៅទៀតអានឹងក៏វានាំឲ្យប្រេះស្រាមក្នុងបាក់ដែរតែបំណងគាត់គឺអញ្ចឹងប្រទេសយើងវាតូចតើធ្វើអញ្ចឹងក៏ខំឲ្យទាំងអស់គ្នានៅក្នុងសហគមន៍ហ្នឹងហើយមានការប្រជុំគ្នាដើម្បីនឹងជជែកកសាងគ្នាបញ្យល់គ្នាក្នុងការជាក់ស្ដែងវាគ្មានកម្មាភិបាលដើម្បីបញ្យល់ឲ្យនឹងឲ្យអំណត់អត់ធន់គាត់គ្នាចង់សួរចេះសំចង់សួរចុះក៏ចង់រកចោលគ្នាអីចឹងអានឹងហើយដែលវាចាប់បញ្ហាបើគំនិតគាត់ក៏ចង់ធ្វើអញ្ចឹងហើយគាត់យល់ថាដល់បានហូបគ្រប់គ្រាន់មានបាយហូបគ្រប់គ្រាន់ហើយបបោទៀតមានរៀបចំបង្អែមអីទៀតទោះបីមិនបើកទោះបីធ្វើស្រែទៅមិនបានចែកផលក៏ដោយប៉ុន្តែផលវាការរស់នៅហូបចុកវាគ្រប់គ្នាឯការបង្ខំវាបង្ខំតិចហើយប៉ុន្តែដល់មានហូបចុកទៅគ្រប់គ្រាន់ទៅជីវភាពកាន់តែឡើងតិចទៅមនុស្សវាត្រូវការទាមទារសេរីភាពហើយឯទាមទារសេរីភាពដល់ពេលមានគ្រប់គ្រាន់ហើយវាចេះបធូរហើយចាយលុយចាយកាក់អីមានលុយមានកាក់សហគមន៍មួយទិញចាក់ពីសហគមន៍មួយសហគមន៍មួយទិញសហគមន៍មួយហើយសហគមន៍ឲ្យរត់ចេះទិញទូគ្នាហើយបុគ្គលក៏ហើយថាវាតាមវិធីផ្សេងវាមានលុយកាក់អីដើម្បីនឹងទិញដូរអីមានផ្សាររត់របស់គេហ្នឹងតាមតែខ្ញុំទៅបានឃើញនៅចិននោះវាអស់អញ្ចឹងដូច្នេះវាមានសេរីភាពបដាតែមុនគូត្រូវការចាត់តាំងឲ្យមានបាយហូបសិននៃតែបង្ខំទៅឲ្យលឿនហើយធ្វើការទាំងអស់គ្នាហើយអប់រំបដាបញ្យល់គ្នាបដាទម្លាប់បដាអ្នកដែលមិនធ្លាប់អ្នកដែលមកពីក្រុងមិនធ្លាប់ទម្លាប់បដាអីចឹងនេះហើយដែលជាគំនិតរបស់គាត់បានក្នុងហ្នឹងគឺត្រូវកសាងគ្នាឲ្យមានគំនិតស្មារតីសមូហភាពកំចាត់នៅគំនិត